ថ្ងៃអាទិត្យគឺជាថ្ងៃសម្រាប់អ្នកធ្វើការពីច័ន្ទដល់ថ្ងៃសៅរ៍ហើយថ្ងៃនេះជាថ្ងៃអាទិត្យថ្ងៃជប់សម្រាប់អញ្ចឹងខ្ញុំបានមកដើរលេងនៅសួនកូនរាថតវីដេអូលេងហើយនឹងថតរូបតិចតួចដោយសារតែខ្ញុំមកដល់សួនកូនរានេះគឺមកដល់ហើយអញ្ចឹងអត់សូវមានមនុស្សទេដោយសារវាព្រឹកពេកមានតែបងធ្វើការហាត់ប្រាណឬក៏ដើរជុំវិញសួនកូនរាហ្នឹងណានៅសួនកូនរាគឺមានកន្លែងញ៉ាំអីជាច្រើនពេលល្ងាចហើយក៏មានកាហ្វេហើយយើងធ្វើការផឹកឬក៏ជួបជុំគ្នានិយាយលេងជាមួយនឹងការងារឬក៏មិត្តភ័ក្តិអីចឹងណាតែសម្រាប់ខ្ញុំដោយសារថ្ងៃនេះខ្ញុំមកតែឯងអញ្ចឹងខ្ញុំមានតែធ្វើការថតរូបលេងហើយនឹងមើលទស្សនវិជ្ជាអញ្ចឹងណានៅកូនរាមានហាងកាហ្វេ Preparation តែខ្ញុំអត់ចេះផឹកកាហ្វេចប់អញ្ចឹងមានតែថតរូបហើយជិះម៉ូតូទៅវិញកូនរាជាកន្លែងដើរលេងហើយជាកន្លែងហាត់ប្រាណហើយជាកន្លែងណាត់ជួបដ៏ល្អមួយនៅទីក្រុងភ្នំពេញសម្រាប់វីដេអូរបស់ខ្ញុំអត់មានន័យច្រើនទេមានតែថតតិចតួចនឹងប៉ុណ្ណឹងឥឡូវដល់ចប់ហើយបាយបាយ